ជំរាបសួរលោកប៉ាអ្នកម៉ាក់ទាំងអស់គ្នាជាទីគោរពនាងខ្ញុំនាយិកាកងស្រីមុនថ្ងៃនេះសូមចូលមកចែករំលែកពាក់ព័ន្ធជាមួយនឹងមតិសិក្សាទៀតដែរមកមតិដូចជាអត់ឃើញរៀនអីអ្នកគ្រូដូចជាគ្រាន់តែលេងរហូតហ្នឹងហើយអ្នកគ្រូប្រាប់ថាគាត់មកមិនមែនគ្រាន់តែលេងទេគាត់រៀនដែរប៉ុន្តែគាត់ថាមិនដឹងរៀនអីណាគ្រូបើគ្រាន់តែគេងហើយញ៉ាំគេងអីតែប៉ុណ្្នឹងហ្នឹងចាអញ្ចឹងដើម្បីជាការស្រាយចម្ងល់ទៅដល់លោកប៉ាអ្នកម៉ាក់ទាំងអស់គ្នាថាតើពេលដែលកូនតូចហ្នឹងមករៀននៅមតិសិក្សាហ្នឹងគាត់ទទួលបានអត្ថប្រយោជន៍អីខ្លះហើយគាត់រៀនអីខ្លះចាតាមពិតទៅដូចជាអ្វីដែលម៉ាក់ប៉ាបានស៊ូហើយគាត់ឆ្ងល់ហ្នឹងគឺអត់ខុសទេចាដោយសារតែលោកប៉ាអ្នកម៉ាក់គាត់អត់ធ្លាប់បានចារៀនពាក់ព័ន្ធជាមួយនឹងមតិបានន័យថាពីក្មេងៗហ្នឹងណាថាគាត់ចូលមតិមកគាត់ទទួលបានចំណេះដឹងអីខ្លះចាអញ្ចឹងពាក់ព័ន្ធជាមួយមតិអ្វីដែលគាត់រៀនបានន័យថាគឺគាត់មានការរៀនសូត្រច្រើនចាព្រោះជាទូទៅគេតែងតែនិយាយថាការលេងគឺជាការរៀនរបស់គាត់ណាអញ្ចឹងនៅពេលដែលគាត់លេងចាគាត់លេងល្បែងអីមួយសុទ្ធតែទទួលបានអត្ថប្រយោជន៍ទាំងអស់ទៅដល់ជីវមេរៀនរបស់ដែលគាត់ត្រូវរៀនហ្នឹងចាហើយគេអត់ចាំបាច់ថាមកមតិហ្នឹងត្រូវតែអង្គុយមើលទៅក្តារខៀនត្រូវស្ដាប់គ្រូហើយត្រូវទៅសេតាមគ្រូទៅសេអក្សរតាមអ្វីដែលគ្រូណែនាំគ្រប់ពេលទេអត់ទេចាហើយការរៀនរបស់មតិគឺបើន័យថាគេផ្ដោតទៅលើគេហៅថាផ្នែកបញ្ញាស្មារតីសតិបញ្ញាការលូតលាស់ចារាងកាយរបស់គាត់ទាំងមូលហ្នឹងគឺគិតគូរទៅលើហ្នឹងសំខាន់ខ្លាំងមែនទែនព្រោះបើសិនជាពាក់ព័ន្ធជាមួយនឹងការសរសេរអក្សរចាត្រូវគូសវាអក្សរឲ្យត្រូវទៅតាមក្បួនខ្នាតអីផ្សេងយើងគ្រាន់តែចូលរួមចំណែកដែរប៉ុន្តែតិចតួចទេអត់ត្រូវតែមកដល់មតិអង្គុយទៅសេអក្សរចាអង្គុយគូសអក្សរគ្រប់ពេលអីអត់ទេចាធ្វើបែបហ្នឹងគឺប៉ះពាល់ដល់ចាការលូតលាស់សតិបញ្ញាស្មារតីរបស់ក្មេងហើយធ្វើឲ្យគាត់ stress ទៀតចាព្រោះដោយសារនៅសាលាមតិគឺយើងរៀនចិត្តវិទ្យាចារបស់កុមារគឺយើងយល់ពីចិត្តរបស់គាត់ពីអារម្មណ៍របស់គាត់យើងបារម្ភជាងគេគឺខ្លាចការ stress បើសិនបើគាត់ stress គឺមានផលប៉ះពាល់ច្រើនមែនទែនចាអញ្ចឹងបានជាយើងអត់ឲ្យគាត់មានការ stress ទេហើយការរៀនរបស់មតិគឺក្នុង1ម៉ោងគេរៀនតែ30នាទីទេចាពេលខ្លះតែ25នាទីទៀតផងព្រោះពេលដែលគាត់រៀនហ្នឹងគឺគ្រូគាត់ចាប់ផ្ដើមរៀបចំកម្មវិធីបែបសบายគាត់រៀនហើយចាប់ពីចាលើ3ឆ្នាំទៅក៏គ្រូចាប់ផ្ដើមមកគាត់មានសរសេរអក្សរមានអីខ្លះដែរប៉ុន្តែសម្រាប់3ឆ្នាំចន្លោះ3ឆ្នាំហ្នឹងគឺយទូទៅគេមិនសូវឲ្យមានការសរសេរទេបើន័យថាការរកណៃការសម្គាល់ចាស្គាល់អក្សរតាមរយៈflash card ចាគេហៅថាសម្ភារៈឧបទេសដូចជារូបភាពសត្វនីមួយតំណាងតួអក្សរនីមួយអញ្ចឹងណាចាហើយបង្កើតការងារជាក្រុមឲ្យគាត់លេងបើន័យថាឧទាហរណ៍ពាក្យចាអក្សរកក្នុងអក្សរកវាមានពាក្យកុកចាហើយមានពាក្យបើន័យថាកង្កែបមានកង់មានអីចឹងទៅអញ្ចឹងគេបិទរូបចារូបដែលមានតួអក្សរកកុកកង់កង្កែបហ្នឹងគឺបង្ហាញតាមរយៈរូបភាពចានៅពេលហ្នឹងគឺគ្រូចាប់ផ្ដើមបង្ហាញនៅលើក្តារខៀនតាមរយៈការបិទហើយហ្នឹងគេឲ្យចាសិស្សគាត់មើលបែបសបាយលេងបែបសបាយហើយធ្វើការងារជាក្រុមចែកជាក្រុមដើម្បីអនុវត្តជាល្បែងអីឲ្យគាត់ចេះចាគឺមានហេតុការជាច្រើនទៀតដែលគាត់លេងបែបសបាយហើយទទួលបានចាអត្ថប្រយោជន៍ពាក់ព័ន្ធជាមួយនឹងចំណេះដឹងការរៀនបែបលេងប៉ុន្តែចេះចាអញ្ចឹងមានន័យថាពេលដែលគាត់មកសាលាមត្តេយ្យមិនមែនគ្រាន់តែគាត់មកឲ្យគេងទេគឺត្រូវការរៀនសូត្រច្រើនណាតាំងពីការចូលរួមចាជាមួយនឹងមិត្តរួមថ្នាក់របស់គាត់ត្រូវចេះចែករំលែកគ្នាជាមួយនឹងរបស់លេងអត់ឲ្យដដើមគ្នាអត់ឲ្យវាយគ្នារុញច្រានគ្នាវាយតប់គ្នាខំគ្នាបោកសក់គ្នាចាគឺយើងបង្រៀនទាំងអស់ហ្នឹងឲ្យគាត់ទទួលបានអិរិយាបថល្អមានសិលធម៌ចេះគោរពចេះសំពះចាទាំងម៉ាក់ទាំងប៉ាទាំងចាស់ទាំងទុំបង្រៀនឲ្យគាត់ខ្លាចជាកូនល្អសិស្សល្អមិត្តល្អនិងពលរដ្ឋល្អនៅក្នុងសង្គមបង្រៀនគាត់ឲ្យយល់អំពីចាដំណើរការជីវិតរបស់យើងនឹងត្រូវការស្គាល់ពាក់ព័ន្ធជាមួយបំណិនជីវិតប្រចាំថ្ងៃឲ្យគាត់យល់អំពីអ្វីដែលជាគាត់ឲ្យគាត់ស្គាល់ខ្លួនឯងឲ្យគាត់យល់អំពីអ្វីដែលខ្លួនគាត់នឹងចង់បានចាគឺយើងបង្រៀនច្រើនមែនទែនចាហើយការបង្រៀននីមួយសុទ្ធតែចាមានក្បួនមានខ្នាតត្រឹមត្រូវតាមបច្ចេកទេសដែលយើងបានរៀនណាចាតាំងពីក្រៅប្រទេសចាប្រទេសផ្សេងក៏ដូចជានៅក្នុងស្រុកយើងអញ្ចឹងមិនថានៅពេលដែលយើងឲ្យក្មេងគាត់មករៀនមត្តេយ្យគឺគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនត្រឡប់ទៅវិញមិនមែនគ្រាន់តែមកគេងគ្រាន់តែញ៉ាំគេងហើយអត់មានចេះអីទេចាព្រោះ
ចំណុចទួយទាំងអស់ហ្នឹងពេលខ្លះលោកប៉ាអ្នកមកអាចនឹងមើលរំលងហើយក៏គាត់អាចយល់ថាតើមតិគេរៀនអីខ្លះទទួលបានផលអីខ្លះដោយសារគាត់អាចបានប្រឡូកឬក៏អនុវត្តនៅក្នុងនឹងជាក់ស្ដែងអញ្ចឹងពេលខ្លះគាត់អាចនឹងមិនយល់ទើបគាត់សួរនាំអញ្ចឹងនេះជាការចែករំលែកមួយភាគតូចរបស់ខ្ញុំទេព្រោះនៅមានរឿងរ៉ាវជាច្រើនទៀតពាក់ព័ន្ធជាមួយនឹងមតិណាចាអញ្ចឹងថ្ងៃនេះខ្ញុំសូមចេញប៉ុណ្្នឹងចាអរគុណ